ហេតុអ្វីបានជាដំណាក់កាលសង្គ្រាមនេះប្រជាជនកម្ពុជាមិនគួរប្រើប្រាស់ផលិតផលថៃឬក៏ចំណីអាហារដែលផលិតនៅប្រទេសថៃខាងក្រោមនេះគឺជាចម្លើយទាំង9ចំណុចដែលខ្ញុំចង់យកមកសិក្សានិងវិភាគវែកញែកជូនបងប្អូនប្រិយមិត្តទេសជនជាពិសេសប្រជាជនខ្មែរយើងនៅក្នុងនិងក្រៅប្រទេសតែម្ដងដែលគួរតែធ្វើការគិតពិចារណាឡើងវិញនៅចំណុចទាំង9នេះសូមគោរពអញ្ជើញតាមដានទេសនាជាមួយខ្ញុំដូចតទៅបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និងចុច share ទៅកាន់បណ្ដាញសង្គមម្នាក់មួយផងចង់បានវីដេអូប្រចាំថ្ងៃកុំភ្លេចចុច subscribe ជាការស្រេចដោយបងប្អូនបានជ្រាបរួចមកហើយអំពីស្ថានភាពនៅក្នុងប្រទេសយើងបច្ចុប្បន្ននេះសង្គ្រាមកើតឡើងដោយសារតែចេតនារបស់ថៃមានបំណងឈ្លានពានទឹកដីកម្ពុជាក្រៅពីទង្វើឈ្លានពានដោយប្រើប្រដាប់អាវុធនាពេលបច្ចុប្បន្ននេះថៃក៏ព្យាយាមប្រើប្រាស់វិធីផ្សេងៗនិងមធ្យោបាយទម្លាក់កំហុសមកលើកម្ពុជាបង្កប់ទៅដោយល្បិចកេតកលដ៏ស្មោករោគជាទីបំផុតដោយក្រឡេកឃើញអំពីទង្វើសាហាវព្រៃផ្សៃរបស់ទាហានថៃប្រជាជនកម្ពុជាពិតជាមានភាពឈឺចាប់ជាទីបំផុតដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានទាំងអស់នោះប្រជាជនកម្ពុជាបាននឹងកំពុងតែរួបរวมសាមគ្គីគ្នាខិតខំគាំទ្រផលិតផលនៅក្នុងស្រុកដែលជាមធ្យោបាយយ៉ាងសំខាន់បំផុតដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនទៅមុខនិងការបង្ហាញអំពីស្មារតីស្នេហាជាតិទន្ទឹមទៅនឹងការគាំទ្រផលិតផលជាតិពីសំណាក់ប្រជាជនកម្ពុជាយ៉ាងផុសផុលប្រជាជនកម្ពុជាបច្ចុប្បន្ននេះកំពុងតែធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាសំណួរសួរថាតើហេតុអ្វីបានជាយើងចាំបាច់ត្រូវតែពហិការមិនប្រើផលិតផលរបស់ថៃមិនទទួលទាននៅផលិតផលចំណីអាហាររបស់ថៃចម្លើយមានដូចតទៅទី1គឺសង្គ្រាមសេដ្ឋកិច្ចការមិនទិញមិនប្រើប្រាស់ផលិតផលថៃគឺជាវិធីប្រើអំណាចអ្នកប្រើប្រាស់ដើម្បីបង្ខំឲ្យថៃទទួលរងផលប៉ះពាល់ខាងសេដ្ឋកិច្ចប្រសិនបើប្រជាជនខ្មែរបញ្ឈប់ការទិញអាហារនាំចូលពីប្រទេសថៃនោះក្រុមហ៊ុនផលិតផលនិងរដ្ឋាភិបាលថៃនឹងរងសម្ពាធខាងផ្លូវពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួនទី2គឺការពារសុវត្ថិភាពនិងសុខភាពនៅពេលដែលមានចំនួនកើតឡើងមនុស្សជាច្រើនភ័យខ្លាចថាផលិតផលអាចត្រូវបំផ្លាញគ្មានគុណភាពឬក៏ដាក់សារជាតិពុលដោយចេតនាកម្ពុជាអាចនឹងមានការព្រួយបារម្ភយ៉ាងខ្លាំងថាថៃនឹងប្រើប្រាស់ការផ្គត់ផ្គង់អាហារគឺជាឧបករណ៍សង្គ្រាមដើម្បីបង្កឲ្យមានការខ្វះខាតនៅក្នុងប្រទេសកម្ពុជាទី3គឺចិត្តវិទ្យានិងជាតិភាវូបនីយកម្មនៅពេលដែលមានសង្គ្រាមឬក៏ជម្លោះពលរដ្ឋជាតិណាមួយជាធម្មតានឹងបង្ហាញអំពីការរើសអើងផលិតផលរបស់សត្រូវដើម្បីបង្ហាញភាពស្មោះត្រង់និងការគាំទ្រជាតិការមិនប្រើប្រាស់អាហារថៃអាចក្លាយទៅជារូបមន្តសញ្ញាសម្គាល់នៃការរួបរวมជាតិទី4លទ្ធភាពបង្កើនឱកាសនៅក្នុងស្រុកប្រសិនបើខ្មែរមិនទិញអាហារថៃនោះទេនោះគឺជាឱកាសល្អសម្រាប់កសិករខ្មែរនិងឧស្សាហកម្មនៅក្នុងស្រុកទទួលបានទីផ្សារច្រើនជាងមុននេះអាចនឹងជួយបង្កើននៅផលិតផលនៅក្នុងស្រុកនិងការកែលម្អសេដ្ឋកិច្ចជាតិឲ្យបានប្រសើរជាងមុនទី5គឺការបាត់បង់អត្តសញ្ញាណវប្បធម៌អាហារថៃគឺពិតជាមានឥទ្ធិពលច្រើនណាស់នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ននេះការបន្តទិញនាំចូលអាហារថៃគឺអាចធ្វើឲ្យវប្បធម៌ម្ហូបអាហាររបស់ខ្មែរត្រូវបានបាត់បង់តម្លៃនិងឱកាសនៅក្នុងការកែលម្អដើម្បីជំរុញកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិនាពេលអនាគតការបដិសេធផលិតផលថៃគឺវាជួយការពារប្រពៃណីនិងសិល្បៈម្ហូបអាហាររបស់ខ្មែរទី6គឺហានិភ័យនយោបាយនិងយុទ្ធសាស្ត្រប្រសិនបើប្រជាជនខ្មែរយើងរក្សាការពឹងផ្អែកលើអាហារនាំចូលពីប្រទេសថៃអាចប្រើប្រាស់អាហារគឺជាឧបករណ៍សម្ពាធនយោបាយឧទាហរណ៍បិទព្រំដែនជប់នាំចូលអាហារនាំឲ្យកម្ពុជាខ្វះផលិតផលប្រចាំថ្ងៃដូច្នេះការមិនប្រើប្រាស់អាហារថៃគឺជាវិធីកាត់បន្ថយការពឹងផ្អែកទៅលើសត្រូវទី7គឺការព្រួយបារម្ភសុវត្ថិភាពអាហារនៅពេលដែលមានចំនួនកាត់ឡើងមិនអាចដឹងថាផលិតផលថៃមានសុវត្ថិភាពពិតប្រាកដឬអាចបំភ្លេចគុណភាពឡើយប្រជាជនខ្លះខ្លាចថាមានការបញ្ចូលសារធាតុគីមីច្រើនជាងខុសធម្មតាដែលអាចប៉ះពាល់ទៅលើសុខភាពនៅក្នុងរយៈពេលយូរនាថ្ងៃអនាគតទី8គឺចិត្តវិទ្យាសង្គមការប្រើប្រាស់អាហារថៃទោះបីជាមានតម្លៃទាបក៏ដោយអាចធ្វើឲ្យខ្មែរមានអារម្មណ៍ថាត្រូវអាស្រ័យលើសត្រូវដែលមិនអាចខ្វះបានដូច្នេះការបដិសេធអាហាររបស់ថៃគឺជាវិធីដែលឆ្លុះបញ្ចាំងឲ្យឃើញថាខ្មែរយើងមានឯករាជ្យស្មោះត្រង់និងមិនទុកចិត្តសត្រូវឲ្យប្រើប្រាស់ជាអាវុធចិត្តវិទ្យាមកលើប្រជាជនខ្មែរយើងបានទេទី9គឺបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុកការនាំចូលអាហារថៃជាច្រើនបង្កការបាត់បង់ទីផ្សារអាហារកម្ពុជាដែលផលិតនៅក្នុងស្រុកបើប្រជាជនបានបញ្ឈប់ប្រើប្រាស់អាហារថៃនោះកសិករនិងឧស្សាហកម្មនៅក្នុងស្រុកនឹងមានឱកាសពង្រឹងនៅការផលិតនិងការងារច្រើនជាងមុនផងដែរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានអំបញ្ញនេះបងប្អូនទើបតែបានជ្រាបនៅចំណុចទាំង9ដែលសុទ្ធសឹងតែផ្ដល់នូវផលប្រយោជន៍ក៏ដូចជាគុណសម្បត្តិយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលតែម្ដងប្រសិនបើយើងអាចធ្វើបានបញ្ឈប់នៃការប្រើប្រាស់ផលិតផលរបស់ថៃនិងចំណីអាហារដែលផលិតនៅក្នុងប្រទេសថៃនៅក្នុងនោះខ្ញុំសង្កេតឃើញចំណុច5ដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុតនៅក្នុងចំណុចទាំង5នោះខ្ញុំនឹងសូមធ្វើការបកស្រាយបន្ថែមលម្អិតក៏ដូចជាលើកឧទាហរណ៍ឲ្យបានច្បាស់ដើម្បីជូនបងប្អូនប្រិយមិត្តទេសនិកជនបន្ថែមទៀតឲ្យមានការចាប់អារម្មណ៍ទៅនឹងចំណុចសំខាន់ៗទាំងអស់នេះទី1គឺបង្កសម្ពាធសេដ្ឋកិច្ចលើប្រទេសថៃជាការពិតបងប្អូនបច្ចុប្បន្ននេះបងប្អូនដឹងហើយចំណីអាហារគ្រឿងសម្ភារៈឧបភោគបរិភោគនានារបស់ថៃបាននាំចូលមកប្រទេសកម្ពុជានៅក្នុងមួយឆ្នាំជាទឹកប្រាក់ប្រមាណជា$9,000 លានទៅ$10,000 លានឯណោះជា
ពិសេសគឺរបាយការណ៍នៅក្នុងឆ្នាំ2024នេះតតែម្ដងប្រសិនបើយើងបន្តប្រើប្រាស់ផលិតផលថៃឬក៏ទទួលទានម្ហូបអាហារដែលផលិតនៅក្នុងប្រទេសថៃច្បាស់ណាស់បងប្អូនដូចជាជួយឲ្យប្រទេសថៃមានចំណូលជាទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំដែលត្រូវបឺតស្រូបចេញពីសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាអញ្ចឹងឯងដូច្នេះយើងត្រូវតែពិចារណាឡើងវិញនៅការប្រើប្រាស់ផលិតផលរបស់ថៃដែលជាសម្ពាធមួយដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសថៃដែលកំពុងតែធ្វើសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជាបញ្ហាសេដ្ឋកិច្ចនេះគឺជាកត្តាដ៏សំខាន់ជាទីបំផុតតើបងប្អូនដឹងឬទេថាបច្ចុប្បន្នថៃបានយកប្រាក់ពីណាដើម្បីទៅទិញគ្រឿងសព្វាវុធទាំងឡាយរួមមានទាំងយន្តហោះចម្បាំងដែលទំនើបតម្លៃរាប់ពាន់លានដុល្លារនោះនេះគឺជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍និងចំណុចដែលបងប្អូនគួរតែគិតពិចារណាឡើងវិញដើម្បីធ្វើយ៉ាងណាដាក់សម្ពាធសេដ្ឋកិច្ចទៅកាន់ប្រទេសថៃប្រសិនបើមិនបាន 100% ក៏ជាចំណែកមួយដ៏សំខាន់ផងដែរដែលកាត់បន្ថយនៅប្រាក់ចំណូលរបស់គេបម្រើឲ្យមហិច្ឆតាសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជាបន្តទៀតទី2គឺការពារសុខភាពនិងសុវត្ថិភាពចំណីអាហារនេះផ្ទាល់តែម្ដងចំណុចនេះខ្ញុំសូមឲ្យបងប្អូនងាកថយក្រោយបន្តិចពាក់ព័ន្ធជាមួយនឹងទង្វើអមនុស្សធម៌របស់ទាហានថៃមកលើប្រជាជនកម្ពុជាកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025កន្លងមកតាមរយៈការប្រើប្រាស់យន្តហោះដើម្បីបាញ់ផ្សែងពុលមកលើទាហានកម្ពុជានិងទឹកដីកម្ពុជាដែលនេះគឺសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាទាំងទាហានថៃនិងប្រជាជនថៃមានគំនិតមិនល្អលើជាតិសាសន៍កម្ពុជាដូច្នេះយើងមិនគួរទុកចិត្តបានទេនៅក្នុងករណីដែលគេអាចនឹងប្រើប្រាស់សារធាតុគីមីនៅក្នុងចំណីអាហារដែលបង្កគ្រោះថ្នាក់ជាទីបំផុតនៅពេលដែលប្រជាជនកម្ពុជាប្រើប្រាស់ចំណីអាហារទាំងអស់នេះនឹងអាចប៉ះពាល់ទៅលើសុខភាពនៅក្នុងរយៈពេលយូរដែលនេះគឺជាគ្រោះថ្នាក់ជាទីបំផុតសម្រាប់អាយុជីវិតរបស់ប្រជាជនកម្ពុជាហើយបើប្រជាជនកម្ពុជាមិនមានការភ្ញាក់រលឹកបន្តទៀតនោះវាអាចក្លាយទៅជាសុបិនអាក្រក់នៅថ្ងៃណាមួយជាក់ជាមិនខានឡើយទី3គឺរួមគ្នាដើម្បីជាតិនិងអត្តសញ្ញាណវប្បធម៌ខ្មែរចំណុចកន្លែងនេះគឺជាចំណុចដ៏សំខាន់មួយទៀតដែលយើងមានចក្ខុវិស័យរាប់ពាន់ឆ្នាំទៅមុខជាការពិតណាស់ជាតិសាសន៍មួយដែលអាចឈរជើងនឹងនៅលើដែនសវណ្ណភូមិរបស់យើងបច្ចុប្បន្នគឺដោយសារតែដូនតាខ្មែរបានបន្សល់ទុកនៅអត្តសញ្ញាណជាតិដែលបង្ហាញតាមរយៈសម្បត្តិវប្បធម៌នានារបស់កម្ពុជាមិនថាតែភាសាអក្សរសិល្បៈចម្លាក់ក្បូរក្បាច់រចនាក្បួនខ្នាតគម្ពីរចំណីអាហារសម្លៀកបំពាក់គ្រប់បែបយ៉ាងទាំងអស់វាសុទ្ធតែបញ្ជាក់ឲ្យឃើញអំពីសាវតារបស់ខ្មែរប្រសិនបើយើងចូលចិត្តប្រើប្រាស់ផលិតផលថៃឬក៏និយមទៅលើវប្បធម៌របស់ថៃចាប់ពីពេលនេះតទៅមុខសួរថាតើបន្តិចទៀតកូនចៅយើងចំនួនក្រោយនឹងត្រូវបាត់បង់វប្បធម៌ខ្មែរដែរឬយ៉ាងណាដែលកើតឡើងនៅក្នុងយុគសម័យរបស់យើងនាពេលបច្ចុប្បន្ននេះអ្វីដែលយើងត្រូវធ្វើនោះយើងគួរតែរួបរวมគ្នាដើម្បីបង្កើតនៅផលិតផលដែលជាអត្តសញ្ញាណជាតិរបស់យើងឲ្យកាន់តែច្រើនកាន់តែល្អផលិតផលរបស់ប្រទេសមួយឬក៏ការបង្កើតឡើងដោយសារជាតិសាសន៍មួយគឺតែងតែបង្កប់នៅអត្តសញ្ញាណជាតិនិងវប្បធម៌របស់ខ្លួនជានិច្ចដូច្នេះប្រសិនបើផលិតផលរបស់ជាតិខ្មែរយើងកាន់តែមានភាពល្បីល្បាញទៅលើពិភពលោកកាន់តែទទួលស្គាល់ថាប្រទេសខ្មែរមានវប្បធម៌រុងរឿងតាំងពីសម័យអតីតកាលមកម្ល៉េះហើយមកដល់ពេលនេះគឺជាយុគសម័យមួយដែលខ្មែរយើងចាប់ផ្ដើមមានការរីកចម្រើនម្ដងទៀតបន្ទាប់ពីសម័យអង្គរកាលសតវត្សទី12ដល់សតវត្សទី13ទី4គឺការកាត់បន្ថយការពឹងផ្អែកទៅលើសត្រូវវាគឺជាយុទ្ធសាស្ត្រសង្គ្រាមដ៏ល្អបំផុតប្រសិនបើយើងកាត់បន្ថយនៃការពឹងផ្អែកទៅលើសត្រូវយើងចង់បង្ហាញប្រាប់សត្រូវថាយើងកំពុងតែមានជំហរឈរដោយខ្លួនឯងមិនឲ្យសត្រូវមើលងាយយើងបានទេហើយក៏យើងចង់បញ្ជូនសារទៅកាន់សត្រូវយើងផងដែរថាអ្នកឯងមិនអាចធ្វើអ្វីយើងស្រេចតែចិត្តបានទេដោយសារតែគុណសោជោគជ័យរបស់អ្នកឯងក៏ស្ថិតនៅលើការសម្រេចចិត្តរបស់យើងផងដែរដូច្នេះប្រសិនបើយើងកាត់បន្ថយនៃការប្រើប្រាស់ផលិតផលរបស់សត្រូវនោះសត្រូវក៏អាចនឹងបន្ថយនៅការវាយប្រហារឬក៏ឈ្លានពានមកលើយើងដោយអ្វីដែលយើងបានធ្វើចំពោះសត្រូវផងដែរទី5គឺផ្ដល់ឱកាសទៅដល់ផលិតផលនៅក្នុងស្រុកឲ្យមានការរីកលូតលាស់ជាងមុនត្រង់ចំណុចនេះគឺជាចំណុចពិសេសខ្លាំងជាងគេបង្អស់នាពេលបច្ចុប្បន្នហើយខ្ញុំក៏ចូលរួមអបអរសាទរផងដែរចំពោះប្រជាជនកម្ពុជាយើងកំពុងតែមានការគាំទ្រទៅនឹងផលិតផលនៅក្នុងស្រុកយ៉ាងផុសផុលជាទីបំផុតឥឡូវនេះយើងសង្កេតទៅលើឧស្សាហកម្មរបស់កម្ពុជានៅក្នុងស្រុកទាំងខ្នាតតូចនិងខ្នាតធំកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥឡូវនេះប្រជាជនយើងមានចំណេះដឹងច្រើនពួកគាត់យល់ដឹងថាអ្វីដែលចំណេញនិងអ្វីដែលនាំឲ្យខាតបង់ហើយគាត់មិនល្ងងទៅប្រើប្រាស់ផលិតផលរបស់ថៃទេទន្ទឹមទៅនឹងកម្ពុជាក៏មានផលិតផលប្រើប្រាស់ជាពិសេសគ្រឿងទេសតែម្ដងបងប្អូនមិនថាតែខ្លាញ់ស្ករទឹកត្រីអំបិលប៊ីចេងម្សៅស៊ុបឡាក់និងឡាក់ប្រទេសកម្ពុជាកំពុងតែមានការចែកចាយនៅផលិតផលរបស់ខ្លួនស្ទះពេញប្រទេសហើយឆ្លងទៅការលក់ដូរនៅក្រៅប្រទេសទៀតផងកន្លងមកផលិតផលរបស់កម្ពុជាខ្លះលក់មិនដាច់ដោយសារតែប្រទេសកម្ពុជាយើងទទួលរងឥទ្ធិពលនៃផលិតផលរបស់ថៃច្រើនពេកប៉ុន្តែមួយរយៈចុងក្រោយនេះបើតាមខ្ញុំដឹងបន្ទាប់ពីពួកគាត់បានប្រើប្រាស់ផលិតផលរបស់កម្ពុជាគាត់បានលាន់មាត់ថាគុណភាពរបស់ផលិតផលនៅក្នុងស្រុកយើងពិតជាល្អខ្លាំងណាស់មិនចាញ់ផលិតផលរបស់ចៅសៀមឡើយដូច្នេះខ្ញុំហ៊ានសន្និដ្ឋានថាចាប់ពីវិនាទីនេះតទៅប្រជាជនកម្ពុជាយើងនឹងគាំទ្រផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាយើងដែលផលិតទៅដោយស្នាដៃកូនខ្មែររបស់យើងយ៉ាងពេញទំហឹងតែម្ដងបងប្អូនចាំតែមើលចុះមិនដល់5ឆ្នាំទៅមុខទេកម្ពុជានឹងសម្បូរបែបទៅដោយផលិតផលនៅក្នុងស្រុកគ្រប់វិស័យទាំងអស់ហើយការគាំទ្ររបស់ប្រជាជនគ្រប់រូបទៅលើផលិតផលនៅក្នុងស្រុកនេះហើយគឺជាឱកាសការងារសំខាន់សម្រាប់ប្រជាជនកម្ពុជាដែលគាត់ជាកម្មករធ្លា
លាប់តែធ្វើការនៅក្នុងប្រទេសថៃប៉ុន្តែពេលនេះពួកគាត់នឹងផ្ដល់ស្នាមញញឹមសម្រាប់គ្រួសាររបស់គាត់តាមរយៈការធ្វើការនៅក្នុងស្រុកប្រកបទៅដោយសុខសុវត្ថិភាពនិងសុភមង្គលនៅក្នុងប្រទេសយើងជាមួយជាតិសាសន៍យើងជួយកសាងប្រទេសយើងឲ្យមានការរីកចម្រើនក្លាយទៅជាប្រទេសអភិវឌ្ឍនាពេលអនាគតដ៏ខ្លីខាងមុខនេះអរគុណជម្រាបលា